មានពេលមួយខ្ញុំធ្លាប់គិតថាស្នេហាគឺជាការដែលមានមនុស្សម្នាក់នៅក្បែរខ្លួនហើយអាចរួមដំណើរជាមួយយើងជារៀងរហូតខ្ញុំគិតថាបើថ្ងៃណាមួយខ្ញុំមិនអាចយកគេមកធ្វើជាកម្មសិទ្ធិរបស់ខ្ញុំបានទេនោះមានន័យថាខ្ញុំគឺជាមនុស្សម្នាក់ដែលបរាជ័យនៅក្នុងរឿងស្នេហាហើយប៉ុន្តែពេលវេលាបានបង្រៀនខ្ញុំរឿងមួយមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតមិនអាចបានដើររួមផ្លូវជីវិតជាមួយខ្ញុំបានទេពួកយើងបានជួបគ្នាបានស្គាល់គ្នាចែករំលែករឿងរ៉ាវរីករាយនិងការចងចាំជាច្រើនជាមួយគ្នាប៉ុន្តែចុងក្រោយយើងមិនអាចរស់នៅជាមួយគ្នាបានដំបូងខ្ញុំពិតជាឈឺចាប់ខ្លាំងមែនទែនខ្ញុំសួរខ្លួនឯងថាហេតុអីមនុស្សដែលខ្ញុំស្រឡាញ់ណាមិនអាចក្លាយជាមនុស្សម្នាក់ដែលរួមដំណើរជាមួយខ្ញុំរហូតដល់ថ្ងៃចុងក្រោយរហូតមកដល់ថ្ងៃមួយខ្ញុំបានឃើញភាពរីករាយនិងស្នាមញញឹមយ៉ាងពិតប្រាកដរបស់គាត់ខ្ញុំបានឃើញគាត់រស់នៅជាមួយនឹងជីវិតដែលគាត់ចង់បានហើយខ្ញុំបានឃើញគាត់មានសុភមង្គលពេលនោះទើបខ្ញុំយល់ថាស្នេហាពិតមិនមែនទាល់តែយើងយកគេបានទៅហៅតែស្នេហានោះទេពេលខ្លះស្នេហាគឺជាការដោះលែងបើការដែលយើងកាន់ដៃគេហើយធ្វើឲ្យគេពិបាកចិត្តស្នេហាគឺជាការជូនពរពីចម្ងាយទោះបីជាគេមិនបាននៅក្បែរយើងក៏ដោយមនុស្សជាច្រើនគិតថាការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់គឺជាការបរាជ័យប៉ុន្តែការពិតស្នេហាមិនមែនជាការប្រកួតប្រជែងដើម្បីឈ្នះនរណាម្នាក់នោះឡើយស្នេហាគឺជាការដែលយើងចង់ឃើញគេបានល្អស្នេហាគឺជាការចង់ឲ្យគេមានក្តីសុខហើយពេលដែលយើងឃើញគេមានស្នាមញញឹមទោះបីជាស្នាមញញឹមនោះមិនបានកើតឡើងដោយសារតែយើងក៏ដោយក៏បេះដូងរបស់យើងនៅតែរីករាយដែរព្រោះនៅទីបំផុតការស្រឡាញ់មនុស្សម្នាក់ពិតប្រាកដមិនមែនជាការកាន់កាប់គ្រប់គ្រងលើជីវិតគេនោះទេប៉ុន្តែវាជាការរីករាយដែលបានឃើញគេមានក្តីសុខទោះបីជាគេជ្រើសរើសផ្លូវដើរមួយដែលគ្មានវត្តមានយើងនៅទីនោះក៏ដោយស្នេហាមិនមែនជាការទាមទារកម្មសិទ្ធិនោះឯងការស្រឡាញ់ប្រកបមិនមែនសំដៅលើការយកឆ្នៅយកឈ្នះគេឲ្យបានមកទុកក្នុងដៃខ្លួនឯងឡើយ